ស្វាគមន៍ No Fan មកកាន់ Channel សម្រាយរឿង AI មុននឹងបន្តសាច់រឿង Fan កុំភ្លេចចូលជួយចុច Subscribe Like និងចុចរូបកណ្ដឹងផងណាដើម្បីទទួលបានភាគបន្តរឿងរ៉ាវបានកាត់មកដល់ពេលយប់នៅក្នុងខុនដូស្នាក់នៅមួយកន្លែងមិត្តភក្តិសក់ថ្នោតរបស់សៀវជីនបានដើរចូលមកក្នុងបន្ទប់ទាំងទឹកមុខញឹមបិទមាត់មិនជិតនិងនិយាយដោយក្តីរំភើបទៅកាន់ឈីថាថ្ងៃនេះពួកយើងប្រមូលបានក៏ផលលាភពីសង្គ្រាមក៏របស់ដែលទិញបានច្រើនណាស់វាពិតជាការដើរទិញទំនិញដ៏ជោគជ័យមែនចំណែកឯឈីកាមេងខេដែលជាស្រីស្អាតសក់មាសដើរតាមពីក្រោយទាំងដៃយូថងអីវ៉ាន់ពេញដៃដោយសារតែឈីជាមនុស្សដែលស្រឡាញ់ភាពស្អាតបាតខ្លាំងនាងបានធ្វើមុខមាំរួចប្រាប់ទៅមិត្តភក្តិថាដាក់អីវ៉ាន់ទាំងអស់នៅត្រង់នេះសិនចុះចាំខ្ញុំជូតសម្អាតពួកវាសិនទើបយកទៅទុកដាក់តាមកន្លែងឬបែបនេះមិត្តភក្តិសក់ថ្នោតមិនខ្វល់ច្រើនឡើយនាងបានអោនទៅកាយកាបូបអីវ៉ាន់ទាំងនិយាយសុំថាបានតើប៉ុន្តែបើខ្ញុំសុំយកសូកូឡាមួយដុំមកញ៉ាំមុនសិនមិនអីទេមែនទេបន្ទាប់ពីហែកសូកូឡារួចមិត្តភក្តិសក់ថ្នោតបានហុចសូកូឡាមួយដុំទៅជិតមាត់របស់ឈីទាំងនិយាយលេងសើចថាតោះឈីឯងហត់នឿយពេញមួយថ្ងៃហើយនេះជារង្វាន់សម្រាប់ភាពហត់នឿយរបស់ឯងស្ថានភាពពេលនោះស្រាប់តែប្រែជាស្ងាត់ជ្រងមិត្តភក្តិសក់ថ្នោតដឹងច្បាស់ក្នុងចិត្តថា Gameng K មានរោគសញ្ញាម្យ៉ាងហៅថា Mysophobia រោគខ្លាចមេរោគឬខ្លាចភាពកខ្វក់ខ្លាំងហួសហេតុជាធម្មតានាងដាច់ខាតមិនព្រមញ៉ាំអាហារណាដែលអ្នកដទៃយកដៃមកបញ្ចុកឬហុចឲ្យផ្ទាល់ដៃបែបនេះឡើយឈីបានត្រឹមតែឈរធ្លាក់ថ្លើមធ្វើមុខស្មើរួចនិយាយមិនចេញបានត្រឹមតែបន្លឺពាក្យថាទាំងតគំនិតទោះបីជាមានជំងឺខ្លាចភាពកខ្វក់ខ្លាំង Mysophobia និងមិនចូលចិត្តឲ្យអ្នកដទៃបញ្ចុកអាហារក៏ដោយក៏នៅក្នុងគ្រានោះម៉ាំងឈីបានសម្រេចចិត្តធ្វើរឿងមួយដែលនឹកស្មានមិនដល់នាងបានអោនទៅខាំយកសូកូឡាចេញពីម្រាមដៃរបស់មិត្តភក្តិសក់ថ្នោតមកញ៉ាំភ្លាមសកម្មភាពនេះបានធ្វើឲ្យបរិយាកាសប្រែជាមានភាពស្រទន់និងមានភាពស្និទ្ធស្នាលខុសពីធម្មតាខណៈដែលពួកគេទាំងពីរនាក់បានសម្លឹងមើលមុខគ្នាទៅវិញទៅមកអ្វីដែលរឹតតែធ្វើឲ្យម៉ាំងឈីភ័យអញាប់ញ័រខ្លាំងជាងនេះទៅទៀតនោះគឺនៅពេលដែលនាងខាំសូកូឡាបូមាត់របស់នាងបានជ្រុលទៅប៉ះនឹងចុងម្រាមដៃរបស់មិត្តភក្តិសក់ថ្នោតនោះដោយអចេតនាម៉ាំងឈីបើកភ្នែកធំទាំងអារម្មណ៍ស្រឡាំងកាំងនិងលួចគិតក្នុងចិត្តទាំងអៀនព្រានថាបូមាត់របស់ខ្ញុំចៃដន្យឲ្យទៅប៉ះនឹងចុងម្រាមដៃរបស់នាងបាត់ទៅហើយថ្ពាល់ទាំងសងខាងរបស់នាងចាប់ផ្ដើមឡើងក្រហមភ្លាមនៅពេលបានឃើញម៉ាំងឈីព្រមញ៉ាំសូកូឡាដែលខ្លួនបញ្ចុកមិត្តភក្តិសក់ថ្នោតមានអារម្មណ៍រីករាយនិងពេញចិត្តជាខ្លាំងនាងបានញ៉ាំយ៉ាងផ្អែមល្ហែមរួចសួរទៅកាន់ម៉ាំងឈីថាតើវាឆ្ងាញ់ទេដើម្បីលាក់បាំងភាពអៀនព្រាននិងអារម្មណ៍ដែលកំពុងតែភ័យអរម៉ាំងឈីក៏បានធ្វើពុតជាងាកមុខចេញបន្តិចទាំងធ្វើមុខស្មើរួចឆ្លើយតបទៅវិញយ៉ាងខ្លីដើម្បីកាត់សេដ្ឋថាវាផ្អែមពេកហើយបន្ទាប់ពីឈុតឆាកផ្អែមល្ហែមរវាងម៉ាំងឈីនិងមិត្តភក្តិសក់ថ្នោតឈិនប៊ូយីកន្លងផុតទៅប៊ូយីបានងាកទៅរកសៀវជីនដែលកំពុងដើរចូលមកដែររួចសួរដោយទឹកមុខស្រស់ស្រាយថាសៀវជីនតើឯងចង់ញ៉ាំសូកូឡាខ្លះទេប៉ុន្តែសៀវជីនមិនបានឆ្លើយតបជាពាក្យសម្ដីវែងឆ្ងាយឡើយនាងបានត្រឹមតែបន្លឺសំឡេងធុញថប់ក្នុងបំពង់កថាហឹមទាំងដើរហួសទៅតាមពិតទៅសៀវជីនមិនមែនខឹងសម្បានឹងមិត្តភក្តិឡើយប៉ុន្តែនាងកំពុងតែជួបបញ្ហាលំបាកផ្ទាល់ខ្លួនយ៉ាងខ្លាំងទឹកមុខរបស់នាងឡើងក្រហមព្រឿងនិងមានញើសហូរស្រក់មកព្រោះតែការខំប្រឹងនាងបានទាញក្រវ៉ាត់កៅអៅរបស់នាងរវិចរួចស្រែកហៅមិត្តភក្តិឲ្យជួយទាំងតច្រកថាឈិនប៊ូយីជួយខ្ញុំផងខ្ញុំចង់ដោះខោអាវទៅងូតទឹកណាស់ប៉ុន្តែខ្ញុំមិនដឹងជាវង្វេងដោះអាខ្សែក្រវ៉ាត់នេះតាមរបៀបណាឲ្យដាច់ទេពេលបានឃើញសៀវជីនធ្វើចរិតក្មេងខ្ចីនិងពិបាកចិត្តព្រោះតែក្រវ៉ាត់មួយសោះបែបនេះប៊ូយីក៏បានដើរចូលមកចិត្តទាំងស្នាមញឹមគួរឲ្យស្រឡាញ់នាងបានលើកដៃទាំងពីរទៅចាប់កាន់ក្រវ៉ាត់នោះថ្នមរួចនិយាយលួងលោមថាសៀវជីនឯងគួរតែប្រាប់ខ្ញុំឲ្យបានលឿនជាងនេះតោះចាំជេបងស្រីជួយដោះវាចេញឲ្យណាដោយសារតែភាពប៉ិនប្រសប់ត្រឹមតែមួយប៉ព្រិចភ្នែកប៉ុណ្ណោះម្រាមដៃដ៏ស្រឡូនរបស់ប៊ូយីបានស្រាយចំណងក្រវ៉ាត់នោះចេញពីអាវរបស់សៀវជីនយ៉ាងងាយស្រួលរួចពោលឡើងថារួចរាល់ហើយបន្ទាប់ពីឈិនប៊ូយីជួយដោះស្រាយចំណងក្រវ៉ាត់ក៏បានយ៉ាងងាយស្រួលសៀវជីនបានធ្វើមុខស្រឡាំងកាំងផ្អើលអរួចនិយាយទាំងឈួតលីលាតាមន័យត្រង់ថាបងស្រាយវាដាច់ភ្លាមតែម្ដងអញ្ចឹងនេះហើយមែនទេដែលគេហៅថាគូអ្នកណាអ្នកចង់កណ្ដឹងអ្នកនោះត្រូវតែជាអ្នកដោះគនោះចំណាំតាមពិតវាជាពាក្យស្លោកចិនដែលមានន័យថាអ្នកណាបង្កើតរឿងអ្នកនោះត្រូវដោះស្រាយប៉ុន្តែសៀវជីនបែរជាយកមកប្រៀបធៀបនឹងការដោះក្រវ៉ាត់ក៏វិញឃើញចរិតក្មេងខ្ចីបែបនេះប៊ូយីអត់សើចមិនបានរួចនិយាយបង្អាប់ទាំងក្តីស្រឡាញ់ថាហាសៀវជីនហេតុអ្វីបានជាឯងគួរឲ្យស្រឡាញ់ម្លេះសម្ដីនេះធ្វើឲ្យសៀវជីនឡើងក្រហមថ្ពាល់រួចប្រកែកទាំងអៀនថាខ្ញុំមិនបានគួរឲ្យស្រឡាញ់ថ្នាក់នឹងទេ
ដើម្បីបន្លប់ភាពអៀនសៀវជីនក៏បានដើរបែរក្នុងតម្រង់ទៅបន្ទប់ទឹកទាំងនិយាយរអ៊ូទាំងភ័ន្តច្រឡំថាខ្ញុំទៅធម៌សមាធិសិនអត់ទេខ្ញុំទៅងូតទឹកសិនពេលនោះឈីកាមេងខេដែលកំពុងអង្គុយនៅលើសាឡុងកាន់ទូរស័ព្ទបានសម្លឹងមើលទៅប៊ូយីរួចនិយាយឡើងថាឯងមើលថែបៃលីជីនសៀវជីនដូចជានាងជាក្មេងតូចម្នាក់អញ្ចឹងប៊ូយីបានងាកមកមើលឈីទាំងភ្ញាក់ផ្អើលបន្តិចរួចលាន់មាត់សរសើរថាឈីឯងរៀបចំទុកដាក់អីវ៉ាន់ទាំងអស់រួចរាល់ហើយទេឯងពិតជាធ្វើបានលឿនខ្លាំងណាស់ឈីដែលនៅតែមានចរិតមើងម៉ាត់និងស្ងប់ស្ងាត់បានអោនមុខចុះចុចទូរស័ព្ទរបស់នាងបន្តិចរួចឆ្លើយតបទៅវិញយ៉ាងខ្លីថាហឹមបាទចាស់ឃើញឈីកាមេងខេអង្គុយសម្លឹងមើលតែអេក្រង់ទូរស័ព្ទប៊ូយីក៏បានដើរមកអោនទៅជិតរួចនិយាយលេងសើចបង្អាប់យ៉ាងផ្អែមល្ហែមថាតើអាចមកពីឯងចង់ឲ្យខ្ញុំក៏មើលថែគូឯងដូចក្មេងបែបនឹងដែរមែនទេពីសម្ដីនេះភ្លាមឈីស្រឡាំងកាំងបន្តិចហើយបានត្រឹមតែធ្វើមុខស្មើមិនតតអ្វីទាំងអស់ប៊ូយីចាប់ផ្ដើមសង្កេតមើលទឹកមុខមិត្តភ័ក្តិទាំងលួចឆ្ងល់ក្នុងចិត្តថាហេតុអ្វីបានជានាងនៅតែសម្លឹងមើលទូរស័ព្ទមិនព្រមដាក់ចុះអញ្ចឹងដោយសារតែចង់ដឹងប៊ូយីក៏បានសួរទៅត្រង់ថាឈីហេតុអ្វីបានជាយប់មិញនេះឯងទទួលបានសារច្រើនម្ល៉េះកាលពីពេលអង្គុយញ៉ាំហតផតអំបាញ់មិញក៏ឃើញឯងគិតតែពីចុចមើលទូរស័ព្ទពេញមួយពេលដែរដើម្បីកុំឲ្យមិត្តភ័ក្តិយល់ច្រឡំឈីក៏បានពន្យល់ប្រាប់តាមត្រង់ទាំងភ្នែកនៅសម្លឹងអេក្រង់ថាវាជាការងាររបស់ក្លឹបសាលាតាពួកគេកំពុងរៀបចំកម្មវិធីដើរភ្នំហើយគិញសម្រាប់ពេលឆាប់ខាងមុខនេះឬថាធ្វើបែបនេះគឺដើម្បីរឹតចំណងមិត្តភាពជាមួយពួកសិស្សឆ្នាំទី1គ្រាន់តែដល់រឿងក្លឹបភ្លាមប៊ូយីក៏បានចូលមកអង្គុយជិតរួចសួរដេញដោលដោយក្តីបារម្ភនិងចង់ដឹងចង់ឃើញថាចុះនៅក្នុងក្លឹបរបស់ឯងនឹងមានសមាជិកជាប្រុសឬក៏ស្រីច្រើនជាងនៅពេលលឺឈីនប៊ូយីសួរដេញដល់ពីសមាជិកនៅក្នុងក្លឹបឈីកាមេងខេក៏បានឆ្លើយតបទាំងទឹកមុខធម្មតាវិញថាខ្ញុំគិតថាវាប្រហាក់ប្រហែលគ្នាទេមានទាំងប្រុសទាំងស្រីតើមានការអីមែនទេគ្រាន់តែបែបនេះភ្លាមប៊ូយីបានលើកដៃទប់ចង្ការបស់នាងរួចសម្លឹងមើលទៅឈីទាំងស្នាមញឹមមានល្បិចនិងនិយាយបង្អាប់ថាឲ្យខ្ញុំទីមើលម្នាក់ដែលផ្ញើសារមកឯងជាប់រហូតនឹងគឺជាក្មេងស្រីម្នាក់មែនទេសាច់រឿងបានកាត់មកទិដ្ឋភាពមេឃយប់ដ៏ស្ងប់ស្ងាត់មានដួងច័ន្ទមួយចំហៀងនិងហ្វូងផ្កាយរាយប៉ាយដែលឆ្លុះបញ្ចាំងពីអារម្មណ៍ពិតនិងការគិតដ៏ជ្រាលជ្រៅរបស់ប៊ូយីនាងបានលួចពោលក្នុងចិត្តទាំងមានមន្ទិលសង្ស័យថាខ្ញុំមានការសង្ស័យមួយដែលខ្ញុំចង់បញ្ជាក់ឲ្យច្បាស់ប៉ុន្តែខ្ញុំក៏មានអារម្មណ៍ភ័យខ្លាចចំពោះចម្លើយដែលខ្ញុំអាចនឹងរកឃើញនោះដែរនាងបានគិតបន្តទៀតថាដោយគ្រាន់តែផ្អែកលើវិញ្ញាណទី6 Sixth Senseរបស់ខ្ញុំតែមួយគត់ខ្ញុំអាចទាយដឹងថាអ្នកណាជាអ្នកផ្ញើសារមករកកាមេងខែដោយមិនបាច់មានហេតុផលតវិជាណាមកគាំទ្រឡើយភាគនេះចប់ហើយតែកុំភ្លេចរងចាំទស្សនានៅភាគបន្តណាជាចុងក្រោយ admin សូមអំណរអគុណទៅកាន់ fan ដែលបានជួយចុច subscribe like មកកាន់ channel សម្រាយរឿង AI របស់ admin ចុចឥឡូវនេះដើម្បីទទួលបានភាគបន្ត